របស់ថ្មីអ្វីទៅមីងនេះជាទឹកបរិសុទ្ធឥតគិតថ្លៃដែលខ្ញុំរៀបចំសម្រាប់បុគ្គលិកអនាម័យរដូវក្តៅនេះក្តៅខ្លាំងណាស់អញ្ចឹងខ្ញុំសាកភ្លក់មើលសិនតើឆ្ងាញ់ឬអត់គឺជួយពិនិត្យមើលគុណភាពឲ្យអ្នកតើអូយមីងនេះគឺសម្រាប់បុគ្គលិកអនាម័យនៃទឹកមួយដបសោះជារឿងធំដុំអីទៅអ្នកបើកហាងរកស៊ីអ្នកចិត្តខាងផឹកទឹកមួយដបអ្នកនៅស្ដាយមិនមែនស្ដាយទេគឺបានហើយថ្ងៃស្អែកខ្ញុំយកមួយយន្តមកឲ្យអ្នកវិញទឹកនេះក៏មិនអីដែរត្រជាក់ស្រួលខ្លួនណាស់មួយថ្ងៃ5 1 10នេះចាត់ទុកកន្លែងខ្ញុំជាទូទឹកកកផ្ទះខ្លួនឯងហើយលេនយកអ្នកឃើញកាមេរ៉ាសុវត្ថិភាពទេវងឈីលនោះមួយថ្ងៃយកប៉ុន្មានដងពេលខ្លះថែមទាំងយកថង់មកដាក់ទៀតខ្ញុំប្រាប់អ្នកចុះយាយចាស់នៅតំបន់នេះយើងមិនអាចប្រមាថបានទេមីងអរុនសុស្ដីអរុនសុស្ដីទឹកនេះពិតជាល្អមែនម្សិលមិញខ្ញុំយកទៅឲ្យប្តីខ្ញុំផឹកគាត់ថាឆ្ងាញ់ណាស់មីងខ្ញុំចង់ប្រាប់អ្នកថាទឹកក្នុងទូទឹកកកនេះពិតជាសម្រាប់តែបុគ្គលិកអនាម័យទេអ្នកមើលផ្លាកនោះទៅខ្ញុំឃើញហើយថាកែលិនហេតុអីបានជាអ្នកក្បាលរឹងម្លេះទឹកដាក់នៅមាត់ទ្វារអ្នកណាស្រីក៏អាចផឹកបានដែរនេះទើបជាការធ្វើអំពើល្អអ្នកចេះតែបែងចែកវណ្ណៈអញ្ចឹងគ្មានន័យទេមិនមែនបែងចែកវណ្ណៈទេគឺបុគ្គលិកអនាម័យទាំងនោះពិតជាលំបាកណាស់ម៉ោង4ព្រឹកក្រោបមកបោសសម្អាតផ្លូវប្រាក់ខែមួយខែទើបតែ2000យន្តទេនៃរបស់អ្នកគឺខ្ញុំមានប្រាក់សោធននិវត្តន៍ខ្ពស់គឺមិនស័ក្តិសមនឹងផឹកទឹកនឹងទេខ្ញុំមានប្រាក់សោធននិវត្តន៍ខ្ពស់គឺដោយសារការនៅក្មេងខ្ញុំបងធានារ៉ាប់រងសង្គមតើវាពាក់ព័ន្ធអ្វីនឹងអ្នកខ្ញុំមិនមែនមានន័យអញ្ចឹងទេបានហើយកុំមកនិយាយហេតុផលធំដុំជាមួយខ្ញុំប្រាប់អ្នកចុះអ្នកបើកហាងនៅមុខតំបន់នេះគឺពឹងផ្អែកលើអ្នកជិតខាងដូចពួកយើងបើអ្នកមិនយល់ពីទំនាក់ទំនងសង្គមទេហាងនេះអ្នកបើកមិនបានយូរទេបងប្អូនទាំងអស់គ្នាមកនេះទឹកនៅទីនេះមិនគិតថ្លៃទេត្រជាក់ណាស់យកតាមសប្បាយចិត្តអូបងឈីលិនបងពិតជាពូកែមែនសំបីតែរឿងនេះក៏ដឹងដែរខ្ញុំប្រាប់អ្នកទាំងអស់គ្នាថៅកែតូចនេះចិត្តល្អណាស់រៀបចំទុកសម្រាប់ពួកយើងដោយឡែកយកមួយដបទៅឲ្យតានៅផ្ទះផងយក2 ដបទៅផឹកតាមផ្លូវចាំបន្តិចសិនយ៉ាងម៉េចទៀតហើយលោកមីងអ្នកមីងទឹកក្នុងទូទឹកកកនេះគឺរៀបចំសម្រាប់បុគ្គលិកអនាម័យមិនមែនចេះតែយកតាមចិត្តទេពួកអ្នកមិនមែនសូមដាក់ទឹកនោះចុះវិញហេតុអ្វីបងស្រីឈីលិនថាអាចយកបានថៅកែលីលោកធ្វើឲ្យខ្ញុំខ្មាស់គេនៅមុខមនុស្សច្រើនយ៉ាងនេះមែនទេអ៊ំស្រីខ្ញុំបានប្រាប់អ៊ំច្រើនដងហើយទឹកនេះគឺសម្រាប់បុគ្គលិកអនាម័យអ៊ំម្នាក់យកច្រើនដបចុះបើបុគ្គលិកអនាម័យពិតប្រាកដម្ដងតើពួកគាត់មានអ្វីផឹកលោកចង់មានន័យថាម៉េចលោកចង់មានន័យថាយើងកំពុងតែប្លន់ទេយើងយកដោយត្រឹមត្រូវមិនក៏ថាយើងប្លន់ទៅវិញនឹងហើយលោកដាក់ទឹកនៅមាត់ទ្វារហើយមិនបានចាក់សនរណាក៏អាចយកបានដែរបើលោកគ្រាន់តែចង់ឲ្យបុគ្គលិកអនាម័យលោកគួរតែយកទៅចែកនៅតាមផ្លូវទៅលោកដាក់នៅមុខច្រកចូលបូរីមិនមែនឲ្យគេយកទេអីខ្ញុំដាក់នៅមុខច្រកចូលបូរីព្រោះបុគ្គលិកអនាម័យត្រូវចូលមកសម្អាតក្នុងបូរីរាល់ថ្ងៃខ្ញុំដាក់នៅទីនេះដើម្បីភាពងាយស្រួលរបស់ពួកគាត់មិនមែនសម្រាប់អ៊ំទេលោកជាអ្នកចំណូលថ្មីរកស៊ីនៅមុខច្រកចូលបូរីយើងអ្នកចិត្តខាងមិនដែលរករឿងលោកទេហើយទុកឲ្យលោកបើកហាងយ៉ាងរលូនអស់3 ខែយើងយកទឹកលោកប្រមាណដបមានបញ្ហាអីអ៊ំស្រីប្រាក់សោធននិវត្តន៍របស់អ៊ំមួយខែជាង8000អ៊ំពិតជាខ្វះទឹកមួយដបនេះមែនទេខ្ញុំខ្វះលុយឬអត់តើវាពាក់ព័ន្ធអ្វីនឹងលោកខ្ញុំប្រាប់លោកចុះកុំមកធ្វើមុខក្រញើដាក់ខ្ញុំនៅទីនេះលោកជឿទេថាខ្ញុំអាចឲ្យអ្នកគ្រប់គ្រងដកហាងលោកមកវិញបានលោកចង់ធ្វើអីបាទអ្នកទាំងអស់គ្នាមិនឃើញពីទឹកចិត្តល្អរបស់ខ្ញុំទេអញ្ចឹងកម្មវិធីនេះត្រូវបញ្ចប់ត្រឹមនេះលោកឈួតហើយលោកវាកំតិចរបស់ខ្លួនឯងកញ្ចក់ទូទឹកកកនេះតម្លៃ300យន់នរណាយកទឹកច្រើនជាងគេអ្នកនោះសោះកុំយកសពខ្ញុំនឹងប្រឹងប៉ូលីសលោកកំពុងតែបោកប្រាស់គំរាមកំហែងមនុស្សចាស់ប្តឹងទៅខ្ញុំនឹងប្តឹងជាមួយអ៊ំចំពេលឲ្យប៉ូលីសឆែកកាមេរ៉ាសុវត្ថិភាពមើលថានរណាមកឆ្លៀតឱកាសរាល់ថ្ងៃនរណាជាអ្នកនាំក្រុមទេសចរមកយកអីវ៉ាន់ចាំមើលទៅខ្ញុំនឹងធ្វើឲ្យលោកមិនអាចរស់នៅក្នុងបូរីនេះបានទេមន្ត្រីប៉ូលីសវាងមើលចុះក្មេងប្រុសម្នាក់នេះធ្វើបាបយើងជាមនុស្សចាស់យើងគ្រាន់តែយកទឹកគាត់ពីរបីដបសោះគាត់ក៏វាបំបីទូទឹកកកហើយថែមទាំងគំរាមឲ្យយើងសំលុយទៀតជំងឺបេះដូងរបស់ខ្ញុំស្ទើរតែធ្វើទុកទៅហើយអំបញ្ញនេះត្រូវហើយអាកប្បកិរិយារបស់គាត់ពិតជាអាក្រក់ណាស់ចង្អុលមុខជេរយើងថាយើងជាចោរប្លន់ជាចោរលួចយើងចាស់អស់ហើយត្រូវក្មេងម្នាក់នេះចង្អុលមុខជេរតើវាសមរម្យដែរឬទេតើលោកមានអ្វីចង់និយាយទេអ៊ំស្រីវ៉ាងខ្ញុំបានមើលកាមេរ៉ាសុវត្ថិភាពហើយចុះកាមេរ៉ាសុវត្ថិភាពវាយ៉ាងម៉េចកាមេរ៉ាសុវត្ថិភាពអាចបញ្ជាក់ថាគាត់បានជាយើងកាមេរ៉ាសុវត្ថិភាពបញ្ជាក់ថានៅលើទូទឹកកកគេបានសរសេរយ៉ាងច្បាស់ថាឥតគិតថ្លៃសម្រាប់បុគ្គលិកអនាម័យអ៊ំមិនមែនជាបុគ្គលិកអនាម័យទេតែអ៊ំយកទឹកគេរំលឹកអ៊ំវាសម្ហេតុសម្ផស្សហើយមួយខែអ៊ំយកអស់រាប់រយដបគេមិនបានថាអ្វីមួយម៉ាត់ឡើយថ្ងៃនេះអ៊ំមកជាង20នាក់គេនិយាយពី3ម៉ាត់អ្នកទាំងអស់គ្នាក៏ថាគេធ្វើបាបមនុស្សចាស់ម្យ៉ាងទៀតគេធ្វើអំពើល្អផ្ដល់ភេសជ្ជៈដល់កម្មករអនាម័យប្រាក់សោធនរបស់អ្នកគូជាងប្រាក់ខែថៅកែតូចរបស់គេទៅទៀតទៅយកទឹកសប្បុរសធម៌របស់គេតើអ្នកគិតថាសមទេមែនហើយយាយចាស់ប៉ុន្មានអ្នកនឹងយកវាជារៀងរាល់ថ្ងៃខ្ញុំឃើញវាច្រើនដងហើយកម្មករអនាម័យធ្វើការនឿយហត់ណាស់ពួកគេទៅដណ្ដើមទឹកគេអត់ចេះខ្មាស់គេសោះវ៉ាងសូឡាននេះល្បីខាងលោភលន់នៅក្នុងសហគមន៍
កាលពីលើកមុនផ្សារទំនើបចែកស៊ុបគាត់ម្នាក់ឯងយកមក3គ្រាប់ឯងចាំមើលតែឯង បានហើយគុំឆ្លោះគ្នាទៀតថាកែលីនកញ្ចក់ទូទឹកកកនេះតើអ្នកចង់ដោះស្រាយបែបណាខ្ញុំមិនត្រូវការឲ្យគាត់សងទេប៉ុន្តែខ្ញុំសង្ឃឹមថាមីងវាងចង់ចាំថ្ងៃនេះទូទឹកកកនេះខ្ញុំនឹងមិនដាក់វាទៀតទេមិនមែនដោយសារតែខ្ញុំស្ដាយទឹកប៉ុន្មានដុំនេះទេគឺដោយសារតែខ្ញុំមិនចង់ផ្ដោតសេចក្តីសប្បុរសរបស់ខ្ញុំទៅដល់មនុស្សដែលមិនចេះឲ្យតម្លៃវាអ្នកជិតខាងទាំងអស់ប្រុងប្រយ័ត្នថាកែលីននៅហាងតូចមុខសហគមន៍ថ្ងៃនេះបានជាប្រមាថមនុស្សចាស់យើងនៅទីសាធារណៈហើយថែមទាំងវាបំបីទូទឹកកកគំរាមកំហែងពួកយើងទៀតផងអាជីវករចិត្តខ្មៅបែបនេះអ្នកទាំងអស់គ្នាគុំទៅទិញអីវ៉ាន់គាត់ទៀតខ្ញុំបានប្តឹងទៅសន្តិសុខហើយក៏បានប្តឹងប៉ូលីសដែរសូមជួយចែករំលែកដើម្បីឲ្យមនុស្សកាន់តែច្រើនបានដឹងមែនឬអត់ធ្វើហួសហេតុពេកហើយមែនទេថាកែលីនជាធម្មតាមើលទៅស្លូតបួតណាស់តើមនុស្សមិនអាចមើលតែសម្បកទេធ្វើបាបមនុស្សចាស់ត្រូវតែធ្វើពិការបានបញ្ជូនទៅក្រុមគ្រួសាររួចហើយអ្នកទាំងអស់គ្នាប្រយ័ត្នប្តឹងប៉ូលីសហើយឬនៅមនុស្សបែបនេះគួរតែត្រូវចាប់ខ្លួនបងលីនតើបងបានឃើញសារនៅក្នុងក្រុមទេតើនរណាជាអ្នកថតរូបនោះពេលនោះខ្ញុំក៏នៅទីនោះដែរមិនដូចអ្វីដែលគាត់បាននិយាយតតែសោះខ្ញុំមានវីដេអូពេញលេញនៅទីនេះតើបងចង់ឲ្យខ្ញុំជួយបង្ហោះវាទេលាវយល់ព្រមហើយថាកែលីនចាំបន្តិចតើអ្នកជាវាងហៅកូនប្រុសរបស់វាងស៊ូឡានខ្ញុំទើបតែត្រឡប់មកពីក្រៅក្រុងម្ដាយរបស់អ្នកឲ្យអ្នកមកមែនទេខ្ញុំមកដោយខ្លួនឯងគាត់កំពុងខឹងនិយាយអ្វីក៏មិនស្ដាប់ថាកែលីនតើខ្ញុំអាចនិយាយជាមួយអ្នកបានទេថាកែលីនខ្ញុំសូមទោសអ្នកជំនួសម្ដាយរបស់ខ្ញុំជាមុនសិនគាត់ជាមនុស្សមាត់រឹងក្បាលរឹងអាយុ60ជាងហើយកែមិនឡើងទេលោកវាងម្ដាយរបស់អ្នកបានយកទឹករបស់ខ្ញុំរាល់ថ្ងៃអស់រយៈពេល3ខែមកហើយមួយថ្ងៃច្រើនដងខ្ញុំមិនដែលនិយាយមួយម៉ាត់ទេថ្ងៃនេះគាត់នាំមនុស្សជាង20នាក់មកយកម្ដងច្រើនដប់ខ្ញុំនិយាយមួយម៉ាត់គាត់ក៏ចាប់ផ្ដើមជេរជិតហើយនៅមិនទាន់គ្រប់គ្រាន់ពេលនេះនៅក្នុងក្រុមម្ចាស់ផ្ទះប្រឌិតរឿងថាខ្ញុំវីគាត់តើអ្នកគិតថានេះជាការក្បាលរឹងដែលអាចពន្យល់បានទេខ្ញុំដឹងទាំងអស់ចុះអ្នកមករកខ្ញុំតើចង់និយាយអ្វីថៅកែលីនម្ដាយរបស់ខ្ញុំអាយុ60ឆ្នាំហើយបេះដូងមិនល្អសម្ពាធឈាមក៏ខ្ពស់ថ្ងៃនេះអ្នកវាបំបីទូទឹកកប់នៅមុខមនុស្សជាច្រើនគាត់ខឹងរហូតញ័រខ្លួនត្រឡប់មកវិញសម្ពាធឈាមឡើងភ្លាមមិនបានធ្វើខុសទេហើយអ្នកក៏មិនបានធ្វើខុសដែរប៉ុន្តែអ្នកអាចយកយល់ថាគាត់ជាមនុស្សចាស់បានទេកុំធ្វើឲ្យរឿងនេះធំដុំអីខ្ញុំមិនចង់ធ្វើឲ្យវាធំដុំទេខ្ញុំជាអ្នកសំផ្លាញ់កញ្ចក់ទូទឹកកប់ដោយខ្លួនឯងអ្នកមិនចាំបាច់ចេញលុយនេះទេចុះអ្នកចង់ខ្ញុំបានគិតបញ្ជីមួយម៉ាក់របស់អ្នកក្នុងរយៈពេល3ខែនេះជីមខ្ញុំយកទឹកពីខ្ញុំ5ដបក្នុងមួយថ្ងៃពេលខ្លះច្រើនជាងនេះទឹក1ដបលក់រីតម្លៃ1កាក់5 3ខែមកនេះប្រហែលជាង500ដបជិត1000យ៉នខ្ញុំមិនទាមទារច្រើនទេអ្នកគ្រាន់តែសងខ្ញុំ500យ៉នមកចាត់ទុកថាជាថ្លៃដើមនៃទឹកដែលម៉ាក់របស់អ្នកបានផឹកក្រៅពីនេះគាត់ត្រូវតែបញ្ជាក់ឲ្យច្បាស់ពីរឿងដែលគាត់បាននិយាយបង្កាច់បង្ខូចនៅក្នុងក្រុមម្ចាស់ផ្ទះថៅកែលីនទឹក1ដបក៏អ្នកគិតលុយដែរចុះពីមុនគាត់យកពីមុនខ្ញុំមិនដែលនិយាយមិនមែនមានន័យថាខ្ញុំយកព្រមទេខ្ញុំធ្វើអំពើល្អឲ្យអ្នកបោះសម្អាតផ្លឹកមិនមែនបើកម៉ាស៊ីនទឹកឥតគិតថ្លៃឲ្យម៉ាក់របស់អ្នកប្រើទេលោកវាងតើប្រាក់ខែរបស់អ្នកប៉ុន្មានក្នុងមួយខែ7-8000មិនហើយចុះម៉ាក់អ្នកប្រាក់សោះជាង8000គាត់ខ្វះទឹក1ដបនេះមែនទេអ្វីដែលគាត់ខ្វះគឺអារម្មណ៍ដែលបានចំណេញថ្ងៃនេះអ្នកសង500យ៉នថ្ងៃក្រោយគាត់មកយកទៀតខ្ញុំមិនខត់ទេ1កាក់6ដបតម្លៃច្បាស់លាស់500យ៉នយល់ព្រមខ្ញុំសងប៉ុន្តែការសុំទោសជាសាធារណៈតើអាចបដូរវិធីបានទេខ្ញុំសុំទោសអ្នកជាឯកជនក្នុងក្រុមមិនបាច់បង្ហោះទេមុខម៉ាក់ខ្ញុំលោកវាងម៉ាក់របស់អ្នកបាននិយាយនៅក្នុងក្រុមថាខ្ញុំជាអ្នកវិមនុស្សចាស់បើមិនបញ្ជាក់ប្រយោគនេះទេហាងរបស់ខ្ញុំនឹងចប់ការសុំទោសជាឯកជនគ្មានប្រយោជន៍ទេតានរណាលចូលលោកវាងខ្ញុំមានរឿងមួយចង់និយាយមុនប្រសិនបើម៉ាក់របស់អ្នកនៅតែបន្តនិយាយបង្កាច់បង្ខូចនៅក្នុងក្រុមខ្ញុំនឹងរកមេធាវីរឿងបំពេញកិត្តិយសជួបគ្នានៅតុលាការខ្ញុំយល់ហើយលីនយាយតើអ្នកបានមើលក្រុមហើយឬនៅវ៉ាងស៊ីវឡានិយាយគ្រប់កន្លែងថាអ្នកវិមនុស្សចាស់ឥឡូវពេញមួយសង្កាត់គេនិយាយគ្នាប្តីខ្ញុំចេញទៅទិញម្ហូបពីព្រលឹមឬលោកយាយជាច្រើនអ្នកកំពុងពិភាក្សាគ្នាថាចង់ធ្វើផែការហាងរបស់អ្នកអូយទៅមើលទៅតើមានរឿងអីហ្នឹងពិតមែនហើយយកកៅអីវាយទូទឹកកកគួរឲ្យខ្លាចណាស់មីងលីកាមេរ៉ាសុវត្ថិភាពក្នុងហាងខ្ញុំបើក24ម៉ោងនរណានិយាយអ្វីសុទ្ធតែថតទុកទាំងអស់លីនយាទឹកបរិសុទ្ធរបស់អ្នកដែលបានកំងកាលពីម្សិលមិញខ្ញុំប្រហែលជាមិនអាចដឹកឲ្យបានទេហេតុអ្វីមានអ្នកទូរស័ព្ទទៅក្រុមហ៊ុនថាហាងរបស់អ្នកមានអាកប្បកិរិយាបោកប្រាស់ក្រុមហ៊ុនឲ្យខ្ញុំផ្អាកការផ្គត់ផ្គង់រងចាំស៊ើបអង្កេតឲ្យច្បាស់សិននរណាជាអ្នកខុសខ្ញុំមិនងាយស្រួលនិយាយទេប៉ុន្តែអ្នកគួរតែទីដឹងលីនយាបងសុំណែនាំអ្នកមួយម៉ាត់គួរតែអោនក្បាលក៏អោនក្បាលទៅលោកយាយប្រមាណអ្នកនោះរស់នៅក្នុងសង្កាត់នេះ10ជាងឆ្នាំហើយបណ្ដាញទំនាក់ទំនងធំធេងណាស់បងឆេនអរគុណសម្រាប់ទឹករបស់អ្នកនិយាយគ្នានៅពេលក្រោយបងលីនយាហេតុអីអ្នកមិនលើកទូរស័ព្ទដាក់សំឡេងស្ងាត់តើមានរឿងអីអ្នកមើលមានអ្នកបង្ហោះរឿងនេះនៅលើអ៊ីនធឺណិតហើយធន់បំផុតមនុស្សដែលអាំងខ្លួនចាស់ធ្វើបាបគេបែបនេះធននិវត្តន៍របស់គាត់ខ្ពស់ជាងប្រាក់ខែរបស់យុវជនទៅទៀតប៉ុន្តែនៅតែទៅដំណាំទឹកដែលគេទុកឲ្យកម្មករណាមួយទៀតយាយចាស់ពីឱកាសនោះមើលទៅដូចជាអ្នកដែលធ្លាប់ធ្វើរឿងនឹងញឹកញាប់ចឹងគាំទ្រថៅកែក្មេងកុំខ្លាចឥឡូវនេះរឿងកាន់តែកុំហើយធំស្អីទៅនេះជារឿងល្អតាទុកឲ្យមនុស្សគ្រប់គ្នាដឹងការពិតតើអ្នកគិតថាវ៉ាងស៊ីឡានឹងធ្វើអ្វីនៅពេលគាត់ឃើញវីដេអូនេះគាត់អាចធ្វើអ្វីបានទៀតមើលដោយខ្លួនឯងទៅអ្នកណាថប់ខ្ញុំមិនលើកលែងឲ្យគេទេគាត់ទៅរកអ្នកគ្រប់គ្រងអគារហើយរកអ្នកគ្រប់គ្រងអគាររកសហគមន៍រកប៉ូលីសគាត់ទៅទាំងអស់ហ្នឹងចាំមើលទៅចុះអ្នកនឹងធ្វើយ៉ាងម៉េចដំឡើងកាមេរ៉ាសុវត្ថិភាពបន្ថែមបើពួកគេមករករឿងខ្ញុំមានកាមេរ៉ាច្រើនមិនបាច់ភ័យខ្លាចថតមិនច្បាស់ទេ
ថាកែលីនមែនទេខ្ញុំគឺសៀវលីមកពីគណៈកម្មាធិការសហគមន៍ សួស្តី ប្រធានវ៉ាងឲ្យខ្ញុំមកប្រាប់អ្នកថាថ្ងៃស្អែកម៉ោង3រសៀលសូមមកការិយាល័យសហគមន៍ខាងអ៊ំស្រីវ៉ាងយើងក៏បានប្រាប់ហើយដែរអ្នកទាំងអស់គ្នានឹងអង្គុយនិយាយគ្នាឲ្យដឹងរឿង វ៉ាងស៊ីឡានយល់ព្រមទៅមែនទេ គាត់មិនទាន់ឆ្លើយតបច្បាស់លាស់ទេប៉ុន្តែប្រធានវ៉ាងបាននិយាយថានេះគឺជាការសម្រុះសម្រួលក្នុងសហគមន៍សង្ឃឹមថាភាគីទាំងពីរនឹងមកចូលរួម យល់ព្រមខ្ញុំទៅប៉ុន្តែខ្ញុំសូមនិយាយឲ្យច្បាស់សិនទី1គាត់ត្រូវតែបកស្រាយរឿងប្រឌិតនៅក្នុងក្រុមម្ចាស់ផ្ទះទី2គាត់យកទឹកខ្ញុំជាង510អស់រយៈពេល3ខែតម្លៃដាំ500យន្តទៅសងវិញបើធ្វើបានពីចំណុចនេះរឿងនេះនឹងចប់ ខ្ញុំក៏ទុកហើយចឹងថ្ងៃស្អែកម៉ោង3រសៀលនៅការិយាល័យសហគមន៍ថាកែលីនខ្ញុំសូមនិយាយបន្តិចចុះអ៊ំស្រីវ៉ាងនេះចូលចិត្តតែទុនមិនចូលចិត្តរឿងទេបើអ្នកនិយាយបន្ទន់អេរីយ៉ាបន្តិចប្រហែលជាអាច ខ្ញុំទុនខ្លួនគ្រប់គ្រាន់ហើយគាត់យកទឹកខ្ញុំអស់3ខែខ្ញុំព្រមគាត់3ខែហើយបើខ្ញុំទុនទៀតថ្ងៃស្អែកគាត់ប្រកាសជានឹងរើទំនិញខ្ញុំអស់ពីហាងមិនខាន ថ្ងៃស្អែកសម្រុះសម្រួលក្នុងសហគមន៍ខ្ញុំចង់ដឹងមើលតើគេអាចធ្វើយ៉ាងម៉េចដាក់ខ្ញុំ ថាកែលីនការសម្រុះសម្រួលថ្ងៃស្អែកខ្ញុំនឹងទៅចូលរួមខ្ញុំនឹងមើលម៉ាក់របស់ខ្ញុំល្អ គ្រប់គ្នាបានមកជុំគ្នាហើយថ្ងៃនេះខ្ញុំហៅអ្នកទាំងអស់គ្នាមកសង្ឃឹមថានឹងបកស្រាយការយល់ច្រឡំអ៊ំស្រីវ៉ាងអ្នកនិយាយមុនទៅខ្ញុំគ្មានអ្វីត្រូវនិយាយទេគាត់វីទូទឹកក៏បំភ័យខ្ញុំហើយថែមទាំងឲ្យគេថតវីដេអូបង្ហោះលើអ៊ីនធឺណិតទៀតឥឡូវនេះពេលខ្ញុំចេញក្រៅត្រូវគេចង្អុលមុខខ្ញុំអាយុជាង60ឆ្នាំទៅហើយត្រូវទទួលរងការប្រមាថបែបនេះ អ៊ំស្រីវ៉ាងខ្ញុំមិនមែនជាអ្នកបង្ហោះវីដេអូនេះទេហើយនៅក្នុងវីដេអូនោះមានថតពីអីអ្នកច្បាស់ខ្លួនឯងហើយ ច្បាស់ពីអីអ្នកសរសេរអីនៅលើទូទឹកកកនោះខ្ញុំមើលមិនឃើញសោះម្យ៉ាងទៀតអ្នកដាក់វានៅមាត់ទ្វារសហគមន៍មិនមែនសម្រាប់អ្នកសហគមន៍ផឹកទេអី នៅលើផ្ទាំងសេចក្តីជូនដំណឹងនោះសរសេរថាសម្រាប់កម្មករអនាម័យយកដោយឥតគិតថ្លៃអ្នកមើលចុះអ្នកគ្រាន់តែធ្វើពុតជាមើលមិនឃើញ អ៊ំស្រីវ៉ាងគុំរំភើបពេកថាកែលីនតើលក្ខខណ្ឌរបស់អ្នកមានអ្វីខ្លះ មានពីរចំណុចទី1គាត់សុំទោសជាសាធារណៈនៅក្នុងក្រុមម្ចាស់ផ្ទះដើម្បីបញ្ជាក់ថាខ្ញុំមានមនុស្សចាស់គឺជាពាក្យចាំអារម្មណ៍ទី2គាត់យកទឹកខ្ញុំជាង510អស់រយៈពេល3ខែតម្លៃដាំ500យន្តទៅសងវិញធ្វើបានពីរចំណុចនេះរឿងនេះនឹងចប់ ខ្ញុំយកទឹកអ្នកជាង510តើអ្នកមានភូស្តាំងទេ នេះជាកំណត់ត្រាកាមេរ៉ាសុវត្ថិភាពរយៈពេល3ខែអ្នកមកម៉ោងប៉ុន្មានជារៀងរាល់ថ្ងៃយកប៉ុន្មាន10ខ្ញុំបានកត់ត្រាទុកយ៉ាងច្បាស់តាកាមេរ៉ាសុវត្ថិភាព3ខែមីងមកម៉ោងប៉ុន្មានរាល់ថ្ងៃយកប៉ុន្មាន10ខ្ញុំកត់ទុកទាំងអស់សរុបទាំងអស់637ដប់មីងវ៉ាងចង់ឲ្យខ្ញុំបើកមើលម្ដងមួយទេម៉ែគេមានកាមេរ៉ាសុវត្ថិភាព កាមេរ៉ាសុវត្ថិភាពអាចធ្វើជាភស្តុតាងបានឯងចង់បំភ័យនរណា ហើយចុះខ្ញុំព្រៀន5ច្បាប់មីងវ៉ាងរឿងនេះមីងពិតជាខុសមែនសុំទោសទៅឲ្យសង500យន្តឲ្យគេទៅថ្ងៃក្រោយយើងនៅតែជាអ្នកចិត្តខាងនឹងគ្នា ខ្ញុំមិនយល់ព្រមខ្ញុំមិនបានធ្វើខុសវាជាអ្នកក្រៅមករកស៊ីនៅមុខបូរីយើងខ្ញុំយកទឹកវាប៉ុន្មានដបនឹងវាមិននេះគេហៅថាមនុស្សធម៌គ្មានពួកឯងយល់ទេ ម៉ែស្ដាប់ខ្ញុំសិនថៅកែលីនមើលទៅប្រធានលីខ្ញុំនិយាយអស់ហើយបើគាត់មិនព្រមជួបគ្នានៅតុលាការមីងវ៉ាងមីងកំពុងធ្វើអី អង្គុយតវ៉ាឯងធ្វើបាបចាស់ចរាខ្ញុំនឹងឲ្យគេឃើញមុខពិតរបស់ឯង អាឡូអ្នកក្រុមចាំមែនខ្ញុំនិយាយមានគេកាន់ប៉ាណូតវ៉ានៅមុខហាងប៉ះពាល់ដល់ការរកស៊ីខ្ញុំតើខាងបូរីដោះស្រាយឬអត់ថៅកែលីងមីងវ៉ាងគាត់ជាម្ចាស់ផ្ទះគាត់អង្គុយនៅទីតាំងសាធារណៈរបស់បូរីយើងក៏ពិបាកដេញគាត់ដែរឬមួយលោកនិយាយជាមួយគាត់ស្រួលបួលទៅបើខ្ញុំអាចនិយាយទៅរកគ្នាចាំបាច់រកលោកធ្វើអីអ្នកគ្រប់គ្រងចាងដីមុខហាងជាទីតាំងសាធារណៈពិតមែនតែគាត់កាន់ប៉ាណូសម្ដៅតែហាងខ្ញុំនេះហៅថាបង្កចំនួនបើលោកមិនខ្វល់ខ្ញុំប្តឹងប៉ូលីសគុំខ្ញុំឲ្យគេទៅមើលមីងវ៉ាងមីងធ្វើចឹងមិនសមសោះឬក៏មីងត្រឡប់ទៅវិញសិនទៅ ខ្ញុំមិនត្រឡប់ទេថ្ងៃនេះខ្ញុំអង្គុយនៅទីនេះឲ្យគេបានឃើញមុខមាត់ពិតរបស់ថៅកែចិត្តខ្មៅនេះយាយចាស់នេះពូកែរករឿងម្លេះគឺថាគេធ្វើបុណ្យឲ្យទឹកអ្នកបោះសម្រាមគាត់ទៅយករាល់ថ្ងៃមួយថ្ងៃយកច្រើនដប់ក៏មិនអាចវាបំបាយទូទឹកកកគេដែរគួរឲ្យខ្លាចណាស់ ឯងឃើញវាត្រូវគាត់ទេវីទូទឹកកកសោះគាត់ឈរនៅឆ្ងាយតើ លីនយីចេញមកឯងនិយាយឲ្យច្បាស់នៅមុខអ្នកទាំងអស់គ្នាមក